ជំងឺបងប្អូនសាច់ញាតិអ្នកជំងឺទាំងអស់មិនកើតទុកមិនសុខចិត្តនៅចំណុចផ្ទះគ្រូជឿននៅវត្តស្នោហើយឃុំកំពង់ថ្មស្រុកបន្ទុកខេត្តកំពង់ធំឥឡូវនេះបងប្អូនទាំងអស់គ្នាកើតទុកមិនសុខចិត្តត្រង់តែឥឡូវនេះខាងថ្នាក់ខេត្តគេថាក្រសួងមន្ទីរសុខាភិបាលឲ្យមកបិទកន្លែងលោកគ្រូហើយដោយសារតាលោកគ្រូគាត់ព្យាបាលជំងឺធ្ងន់ធ្ងរដូចជាមហារីកហើយជំងឺអីធ្ងន់ធ្ងរផ្សេងទៀតបាក់ដៃបាក់ជើងគាត់អត់យកលុយទេឥឡូវនេះមានអ្នកជំងឺច្រើនណាស់ដែលបានធូរស្បើយឥឡូវបងលោកពូមិននិយាយពីការមើលជំងឺរបស់លោកពូមើលខ្ញុំមើលជំងឺនេះពេទ្យគេថាស្លាកជើងបាទវាសរសៃស្លាកជើងប៉ិនមើលជាពេទ្យចរិយក៏ខ្ញុំចូលណាបាទពេទ្យគៀនខ្លាំងខ្ញុំចូលពេទ្យពេញចូលច្រើនហើយបាទតែអត់មានតរសោះបាទគាត់ឥឡូវមកបានមួយថ្ងៃទេខ្ញុំមកបាន3ថ្ងៃនេះហើយធូរក៏មិនអត់ចាប់ថ្ងៃមុនដំបូងខ្ញុំធូរហើយនោមមិនចង់ចាញ់គេថាប៉ះស្ប្រូស្បាតនោមតឹងនោមអស់ហ្នឹងខ្ញុំផឹកថ្នាំនេះទៅផឹកមួយថ្ងៃហ្នឹងខ្ញុំនោមបានស្រួលធម្មតានេះបាទហើយមកខ្ញុំជឿមិនមកខ្ញុំរមិនហើយទៅមិនមករលោកគ្រូអស់លុយគាត់យកលុយអត់លោកគ្រូណារជូនគាត់តែ10000ទេបាទ5000ខ្លះ10000ខ្លះមានលោកគ្រូនឹងយ៉ាក់ខ្វះខាត់លោកគ្រូជួយទៀតបាទគ្រូសាទាហានណាគ្រូសាទាហានគាត់ជួយទៀតឥឡូវមហាហើយបងប្អូនអរគ្នាឥឡូវអ្នកនេះជួយអ្នកជំងឺគាត់កើតទុកមិនសុខចិត្តទេតាក្រសួងសុខាភិបាលសូមកុំឲ្យជាប់តបៅបាទសូមបិទកុំឲ្យជាប់តបៅបាទឥឡូវអ្នកជំងឺគាត់លក្ខណៈថាគាត់កើតទុកមិនសុខចិត្តទេបងប្អូនដោយសារតាការមកព្យាបាលនៅលោកគ្រូអត់អស់លុយទេឥឡូវនេះក្រសួងមន្ទីរថ្នាក់ខេត្តកំពង់ធំវិញខាងសុខាភិបាលគេចុះមកបិទលោកគ្រូឥឡូវបងប្អូនអរគ្នាជួយមើលបងប្អូនខ្ញុំឈឺរួមរស់គាត់គ្រាន់ហើយអញ្ចឹងអ៊ំមិនឲ្យគេបិទអត់ឲ្យបិទទេហេតុអីបានឲ្យបិទខ្ញុំអត់ឲ្យបិទខ្ញុំឈឺខ្ញុំមករកគាត់ទៅគ្រាន់ហើយអស់លុយអត់អស់ទេអស់10000នៅបិទខ្ញុំបងប្អូនអរគ្នាសូមក្រសួងសុខាភិបាលលោកជួយប្រជាជនយើងអត់ល្មិចអត់មានលុយមានតែ5000 10000អាចសូមបីតែ1000រៀលដាក់ទៅនឹបក៏គាត់យកដែរបាទឥឡូវនេះឆ្នាំឬឈើនេះឆ្នាំឬឈើប្រកែណាព្យាបាលហ្នឹងហើយមកពីពេទ្យការ៉ាមែលអស់ឡើងចេះតិចហើយអត់ជាសល់ពីខ្មោចនេះ10000នេះទៅពីធូពួកមានន័យថាពេទ្យអស់សង្ឃឹមបញ្ជូនឲ្យត្រឡប់ទៅផ្ទះទៅតែ10000នេះផ្ទះហើយណាអស់សង្ឃឹមនេះទៅវិជាបាទមើលទៅជាទៅផ្ទះនេះទៅផ្ទះសែកហើយវិជាហើយនេះអញ្ចឹងចានេះផឹកអីនេះឆ្នាំមកបងប្អូនបានថ្ងៃហើយចាបាន3យប់ហើយ4យប់ហើយបាទចាដល់នេះទៅវិជាទៅបិទទេបាទអត់ឲ្យបិទខ្ញុំអត់ទេប្រពន្ធខ្ញុំសួរនេះសួរយាយទៅមើលនេះគាត់គិតនេះមកប៉ោងពោះស្រែកយកពេទ្យកាឡាម៉ៃទៅមើលអស់រាប់ម៉ឺនហើយបាទអត់ជាទេដល់ពេលមកគាត់នេះដេកលក់បានបបបានសុំទីថ្ងៃសុំបិទថ្ងៃ Facebook គេចាប់បាទវាបានបបឥឡូវនេះបងប្អូនអរគ្នាបងប្អូនអ្នកជំងឺទាំងអស់គ្នាហាក់ដូចជាកើតទុកមិនសុខចិត្តទេដោយសារតែលោកគ្រូដែលគេរហស្សនាមឲ្យតែគ្រូទេវតានៅភូមិស្នោបានទៅជិតវត្តស្នោនៅភូមិស្នោឃុំកំពង់ថ្មស្រុកបន្ទុកខេត្តកំពង់ធំហ្នឹងលោកគ្រូគឺជាគ្រូដ៏ពូកែស័ក្តិសិទ្ធិក្នុងការព្យាបាលអ្នកជំងឺទូទៅដូចជាដល់ថ្នាក់មហារិទ្ធប្រពន្ធខ្ញុំក៏គាត់មើលទៅជាដោយសារតែលោកគ្រូដែរឥឡូវនេះគេបានឲ្យលោកគ្រូគាត់បិទកន្លែងគាត់ដោយសារតាមិនដឹងថាមិនទេគេមិញបើតាមខ្ញុំសួរអ្នកជំនាញមិញគេថាលោកគ្រូអត់មានសញ្ញាបត្រអត់មានសញ្ញាបត្រអីទេអញ្ចឹងគាត់អត់មានសមត្ថភាពក្នុងការមើលទេប៉ុន្តែបើតាមអ្នកជំងឺទាំងអស់នៅទីនេះគាត់បានធូរស្បើយហើយអ្នកខ្លះមានតែ1000រៀលក៏អាចមកលោកគ្រូហើយអត់មានសុខុយទៅទៀតក៏លោកគ្រូឲ្យទៀតបាទគាត់ហៅថាគ្រូទេវតាតែម្ដងឥឡូវនេះពិតជាសោកស្ដាយមែនទែនដែលក្រសួងបិទបាទក្រសួងសុខាភិបាលខេត្តគេឲ្យបិទបាទឥឡូវកុំបិទអើយលោកអើយបានអើយមើលចៅខ្ញុំមកពីពីស៊ីមរៀកម្សិលមិញគេបញ្ជូនមកវិញគេបញ្ជូនមកវិញគេអត់មើលឥឡូវខ្ញុំមកយកមកលោកគ្រូនេះឯងនរណាបញ្ជូនគេបែកគេបញ្ជូនឲ្យទៅផ្ទះណាគេអស់ជ្រឹះរើសហើយគេឲ្យមកផ្ទះក៏ខ្ញុំលឺសូរល្បីហើយក៏ខ្ញុំមកយកចៅខ្ញុំមកលោកគ្រូនេះឯងមកគ្រូទិញនៅ
បានធូរគ្រឿនតិចហើយ អញ្ចឹងហ៎ ចា ខាត់ដៃតែគេឲ្យបិទនៅលើបាទអ៊ំ អត់ទេបិទមិនបានទេឲ្យគិតបន្តទៀតទៅណា បាទ ឲ្យគឺសុំឲ្យគ្រូលោកគ្រូបន្តទៀតទៅក៏មកបិទឲ្យសោះ បាទចូលបងស្រីមកដែរបងបង ខ្ញុំប្តីខ្ញុំជំងឺមហារីកថ្លើមប៉ុន្តែគាត់មកកន្លែងគាត់នេះបាន3ថ្ងៃធូរហើយនៅផ្ទះហូបបាយហូបអីអត់ទេចុករហូតចុករកពេលដេកអត់បានទេដល់ឥឡូវមកគាត់បាន3ថ្ងៃនេះធូរគ្រាន់ខ្លាំងហ្មងចាបិទដីខ្ញុំនៅក្រោយ បាទហើយចូលបងឥឡូវប្រពន្ធមិនអីបង ពូនខ្ញុំមានធូរហើយប៉ុន្តែថាវានេះវានៅខ្សោយ ចោល បាទអញ្ចឹងលោកគ្រូគាត់ពិតជាផ្កាយមែនហើយនេះពីព្រោះតបៅវិញគឺក្រៀមល្អបាទ ចូលបើសិនគេបិទបងមិនដែរគិតមិនដែរឲ្យគេបិទអត់ មិនឲ្យបិទទេបិទមិនបានគ្រូពេទ្យគេមិនមើលផង គេបោះចោលណា គេបោះចោលហើយគេរុញមកចេញហើយ អញ្ចឹងមានន័យថាសិតតែសំណល់សល់ពីពេទ្យហ្នឹងអញ្ចឹង បាទសិតតែសំណល់ហើយសិតតែអស់ជម្រើសហើយមកទីនេះហើយបិទបានទេ អញ្ចឹងបងប្អូន